ត្រូវនិយាយសមហេតុផលមនុស្សស្មានថាខ្ញុំមិនដឹងធ្វើឲ្យមានកំហុសធំប៉ុន្តែមិនรู้ខ្ញុំកាន់តែមិនយល់មិនក៏លោកដឹងថាចឹងស៊ីងខ្លាចខ្មោចចុះបើសិនជា20គេមិនខ្លាចបើសិនជាលោក20គេមិនស្លាប់គាត់យ៉ាងម៉េចទៅមិនអាច20គេស្លាប់ភ្លាមទេប៉ុន្តែឆ្លៀតពេលដែលចឹងស៊ីងភ័យឡើងទន់ខ្លួនខ្ញុំយកម្ជុលប្រាក់តូចមួយចាក់ចូលបេះដូងរបស់គេហើយដកមកវិញភ្លាមធ្វើអញ្ចឹងសូម្បីតែអ្នកពិនិត្យសាកសពក៏មិនដឹងថាលើខ្លួនរបស់គេមានស្នាមរបួសដ៏តូចមួយបែបនេះដែរដូច្នេះគឺប្រកាសជាធ្វើឲ្យគេជឿថាគេនោះគឺត្រូវព្រលឹងខ្មោចស្រូបយកទៅបានហើយនេះគឺជាមូលហេតុដ៏ល្អសម្រាប់បកស្រាយប្រាប់ថ្នាក់លើបានន័យថាអ្វីក៏លោកគិតដឹងមុនដែរហើយឡមែនសុំសរសើរឥឡូវនេះរឿងរបស់ចឹងស៊ីងគឺអាចដោះស្រាយបានហើយតែរឿងរបស់ថាកាយជ័យខ្ញុំត្រូវការពិភាក្សាជាមួយនឹងអ្នកប្រប៉ាយឲ្យស្រួលបួលសិនទើបបានអ្នកប្រចៅអ្នកប្រឆ្លាតយ៉ាងនេះហើយត្រូវការខ្ញុំទៀតប្រកាសណាស់បានបើត្រូវការខ្ញុំជួយអីលោកប្រាប់ខ្ញុំមកចុះខ្ញុំជួយបានល្អអញ្ចឹងខ្ញុំត្រូវការឲ្យលោកធ្វើជាខ្មោចដែរក្បោមន្ត្រីនៅកន្លែងនេះមិនគឺមិនឆាប់លុតជង្គង់ភ្លាមទៅលោកម្ចាស់សូមបញ្ជាស្រ័យបងលោកម្ចាស់សូមបញ្ជាស្រ័យលោកម្ចាស់សូមបញ្ជាស្រ័យដល់ខ្ញុំបងលោកម្ចាស់តើលោកជានរណាឆ្វាយស្រុកហាន់ជើឈ្មោះអង្គយិនថ្លាមធំកាលពីមុនពេលដែលលោកចាប់ជាតិស្ដេចយមរាជយល់ថាលោកហូបបួសថ្វាយបង្គំព្រះធ្វើបុណ្យសន្សំកុសលដូច្នេះទើបជាតិនោះឲ្យលោកកើតមកជាមនុស្សមានអាយុ75ឆ្នាំមានឋានៈនៅក្នុងជួរមន្ត្រីរាជការមិននឹកស្មានថាលោកទើបតែធ្វើជាមន្ត្រីក៏គិតតែពីផលប្រយោជន៍ធ្វើអំពើល្មើសច្បាប់អបអ្នកធំធ្វើអំពើភ្លេចផ្ដាស់គាត់ក្តៅក្រហាយខ្លាំងណាស់ដូច្នេះគាត់ក៏សម្រេចចិត្តយកជីវិតនិងដកតំណែងរបស់លោកមុនពេលកំណត់ខ្ញុំប្រាប់ថាពេលដែលចាប់ចង់ស៊ីងទៅឋាននរកលៀតពេលចាប់លោកទៅជាមួយផងដែរលោកម្ចាស់យុទ្ធធរកន្លងដល់លោកម្ចាស់យុទ្ធធរដល់យុទ្ធធរនៅលើក្បាលរបស់ជើងមានទេវតាណាទង្វើដែលលោកបានធ្វើទាំងប៉ុន្មានយើងបានឃើញច្បាស់លាស់ហើយលោកនៅមានពីអីចង់និយាយទៀតជាពិសេសគឺលើកនេះលោកទទួលយកសំណូកពីចង្ស៊ីងកាត់ក្តីឲ្យទៀមតែរបស់លោកតកែជើទៅចង្ស៊ីងហើយមូលបង្កាច់មនុស្សល្អទម្លាក់កំហុសលើតកែជើរឿងនេះធ្វើឲ្យមនុស្សនិងទេវតាខឹងទាំងអស់លោកម្ចាស់ខ្ញុំលែងហ៊ានហើយលោកម្ចាស់លែងខ្ញុំលែងហ៊ានហើយតើលោកចង់ឲ្យយើងលើកលែងឲ្យលោកមែនទេលោកចង់ចឹងមែនទេលោកម្ចាស់បើលើកលែងខ្ញុំប្រកាសជាកែខ្លួនឈប់ធ្វើអាក្រក់ធ្វើជាមនុស្សល្អវិញខ្ញុំលែងហ៊ានស៊ីសំណូកល្មើសច្បាប់ទៀតអើយសូមជម្រាបលោកម្ចាស់ពេលដែលខ្ញុំមកនេះស្ដេចយមរាជបានផ្ដាំថាលើកនេះការសំខាន់គឺចាប់ខ្លួនចង្ស៊ីងដែលធ្វើតែអំពើអាក្រក់ចំណែកអង្គយិនអាយុមិនទាន់អស់សំណាងមិនទាន់អស់បើសិនជាគេព្រមកែខ្លួនយើងអាចលើកលែងឲ្យគេបណ្ដោះអាសន្នសិនលោកម្ចាស់លើកលែងខ្ញុំទៅថ្ងៃក្រោយខ្ញុំលែងហ៊ានទៀតអើយសូមបញ្ជាស្រ័យបើស្ដេចយមរាជផ្ដាំចឹងហើយចឹងបានឥឡូវយើងនឹងលើកលែងឲ្យលោកជាបណ្ដោះអាសន្នលោកត្រឡប់ទៅវិញត្រូវតែដោះលែងលោកតកែចៅភ្លាមឲ្យទៀមតែនឹងប្រាក់ទៅគេវិញទាំងអស់ម្យ៉ាងទៀតត្រូវយកប្រាក់ដែលលោកស៊ីសំណុកសូប៉ាន់តាំងពីដើមមកនោះចេញមកឲ្យអស់ដើម្បីជួយដល់ប្រជារាស្ត្រក្រីក្រនិងរងទុក្ខវេទនាស្ដាប់ឲ្យបានច្បាស់ពីថ្ងៃនេះទៅត្រូវតែឈប់ស៊ីសំណុកសូប៉ាន់ធ្វើអំពើល្មើសច្បាប់បើមិនចឹងទេ
យើងប្រកាសជាមកយកលោកនិងយកជីវិតរបស់លោកគ្រប់ពេលវេលាទាំងអស់ ខ្ញុំលែហ៊ានហើយខ្ញុំលែហ៊ានហើយលែហ៊ានទៀតហើយខ្ញុំលែហ៊ានទៀតហើយខ្ញុំសូមសម្បត្តិអូយទៅបាត់ហើយពួកយើងចាប់រត់ទៅ អ្នកក្លាហានបាយប្រកាសជាទៅរាជធានី ប្រកាសជាទៅ រករឿងចាន់ចៅក៏ប្រកាសដែរមែនទេ ប្រកាសណាមិនបានដកដង្ហើមធំ រឿងនេះខ្ញុំមិនចង់និយាយទេ ណាប្រចៅពិតមែនតែយើងទើបតែជួបគ្នាចៃដន្យប៉ុន្តែដូចជាមិត្តចាស់អញ្ចឹងខ្ញុំខកសរសើររឹកពីនឹងវិជាគុណរបស់លោកណាបើសិនជាលោកមានរឿងអីលោកប្រាប់ខ្ញុំតាមត្រង់មកបើសិនជាខ្ញុំអាចជួយបានខ្ញុំប្រកាសជាជួយលោក ឡគឺរឿងរបស់ចាន់ចៅ ចំពោះរឿងឆ្មារីនោះលោកជប់រំលឹកទៀតទៅ មិនបានជាអ្នកក្លាហានបាយបដិសេធអញ្ចឹង មើលទៅណាប្រចៅអត់ដឹងពីសភាពរបស់ចាន់ចៅនោះទេ រឿងរបស់ចាន់ចៅខ្ញុំដឹងគេមានរហស្សនាមអ្នកក្លាហានខាងត្បូងម្យ៉ាងទៀតអ្នកក្លាហានខាងជើងឪយ៉ាងឈុនអ្នកក្លាហានបងប្អូនត្រកូលទិញគេមានឈ្មោះអ្នកក្លាហានទាំង3រួមទាំងពិភពគុណគឺបងប្អូនកណ្ដុលទាំង5នៅកោះសៀនខុងរហស្សនាមអ្នកមានគុណធម៌ទាំង5 តែឥឡូវអ្នកក្លាហានខាងត្បូងនេះបានក្បត់នឹងពិភពគុណចុះចូលនឹងរាជការហើយធ្វើជាមន្ត្រីរាជការ អូនពូលពីងសុំទោថាមិនអាចប្រឈមមកបេះដូងកាត់ទុកចិត្តបងមិនអាចស្ងប់ឡើយចិត្តអូនសាហាវបេះដូងអូនអាត្មានិយមអារម្មណ៍បងទួញយំតែត្រូវខំបំភ្លេចអូនឲ្យបានត្រឹមចង់ដឹងហេតុផលបានទេហើយអ្វីមានមេខ្លាយជាបែបនេះអូនពីមុនពេលនេះហាក់ដូចជាមនុស្សពីរអ្វីទៅឲ្យជីវិតប្លែកខ្លាំងម្ល៉េះមានបញ្ហាឬមានអ្នកថ្មីអូនមិននិយាយហើយការសេចក្តីសូមជួបអូនក៏មិនព្រមឡើយថ្លៃព្រោះរឿងអ្វីបេះដូងប្រែប្រួល